បាទសូមជម្រាបសួរពុកម៉ែបងប្អូនតាយាយសាជាថ្មីថ្ងៃនេះនាំពុកម៉ែបងប្អូនមកទស្សនានៅអង្គកឋិននៅខាងវត្តលកាតែវត្តលកានេះអត់ដឹងនៅស្រុកអីដែរសូមអធិស្ឋានផងហើយខេត្តបាត់ដំបងនេះខ្ញុំមកនេះនៅតាមឃើញ live Facebook បងប្អូនពុកម៉ែយើងដែលឃើញគាត់ live ហើយគាត់ឆាតសួរគាត់អញ្ចឹងថាវត្តលកាគេលេងអង្គកឋិនហើយអង្គកឋិនចូលវត្តរួចហើយក៏ប៉ុន្តែមានបងប្អូនកូនក្មួយយើងលេងទឹកនៅតាមផ្លូវហើយក៏ខ្ញុំបានមកនេះដល់ពេលមកមានអីនេះគេលេងទឹកតាមផ្លូវទឹកឡើងលេងឡើងជោគជាំហើយគេលេងប្រហែលជា400-500ម៉ែត្រទេមកជ្រុងវត្តហ្នឹងលេងតាមដងផ្លូវនេះទេសភាពហើយក៏សូមអរគុណដែរបងប្អូនកូនក្មួយជាពិសេសគាត់នៅខាងហ្នឹងរូរេរាក់ទាក់ឃើញកាមេរ៉ាសើចដាក់ចេញ style គ្រប់គ្នាតាំងពីខ្ញុំចេះធ្វើវីដេអូមកទំឃើញនៅខាងវត្តលកានេះឯងដែលគាត់មានភាពរូរេរាក់ទាក់ខ្លាំងជាងគេបើតាមធម្មតាទៅកន្លែងខ្លះគេអត់សូវរូរេរាក់ទាក់ដូចខាងហ្នឹងទេបងប្អូននេះតែនៅពេលទៅហើយអ្នកខ្លះក៏ឃើញក៏អៀនទៅហើយនៅខាងហ្នឹងក៏គេលេងគប់ទឹកប៉ាត់ម្សៅពេលប៉ាត់ម្សៅមិនសូវមានទេមានប៉ាត់លាក់លេងលាក់ច្រើនលាក់ក្រហមលាក់លឿងលាក់ខៀវហើយខ្លះទៀតក៏លេងបែបលាក់ខ្មៅលាក់ខ្មៅហ្នឹងកុំច្រឡំតែលាក់ខ្មៅធម្មតាគឺខ្ជុងយើងហ្នឹងបងប្អូននេះកន្លែងនេះរៀងមនុស្សច្រើនហើយដោយសារខ្ញុំចូលសលេងនេះដោយសារបញ្ហាទូរស័ព្ទខូចសលេងអញ្ចឹងខ្ញុំរៀនចូលសលេងអីអត់សូវជាប៉ិនជាចូលសលេងទេបើសិនជាមានលើសឬក៏ខ្វះខាតសំខាន់តែអភ័យទោសទុកជាមុនជាពិសេសបងប្អូនកុំភ្លេចជួយ like ជួយ comment ជួយ subscribe ជាមួយផងនេះមកដល់កន្លែងលេងទឹកហើយជ្រុងលេងទឹកច្រើនហើយខ្ញុំជិះម៉ូតូមកហ្នឹងនៅពេលនេះខ្ញុំក៏សូមយកម៉ូតូទៅទុកសិនយកម៉ូតូទុករួចចាំខ្ញុំថតបន្តទៀតអត់បានកាត់តវីដេអូទេពីព្រោះខ្ញុំនឹងអត់សូវជាប៉ិនខាងកាត់តវីដេអូទេអញ្ចឹងសូមថតហើយក៏រៀនបញ្ចូលសំឡេងជាបដាទៅទៀតហើយនេះដល់កន្លែងមនុស្សច្រើននេះអ្នកលក់ទឹកនោះមើលដៃសិតតែក្រហមឆេះសិតលាក់ហើយខាងគាត់នឹងរូរេរាក់ទាក់មែនអូពេលថតរួចមិនដឹងថាខ្លួនឯងនឹងថតចង់វិលទឹកមានលក់ទឹកច្រកគ្រប់ពើបងប្អូនសប្បាយម្យ៉ាងដែរភូមិគេនេះលេងកម្មវិធីហើយសម្រាប់ខ្ញុំវិញឃើញទឹកអីហ៊ានតែគេជះនឹងរៀងខ្លាចតិចខ្លាចអីខ្លាចទូរស័ព្ទចូលទឹកព្រោះអីទូរស័ព្ទចូលទឹកតាំងពីចូលឆ្នាំមកធ្វើអស់ក្រែដែរហើយប៉ុន្តែបញ្ហាទូរស័ព្ទវាអត់ដូចដើមទេបងប្អូនអើយថតឥឡូវលឺរ៉ែនេះអញ្ចឹងឃើញគេជះទឹកខ្លាំងអញ្ចឹងចេះតែញើតហើយអ្នកចូលលេងតាមមុខផ្ទះអ្នកខ្លះគេអត់បានលេងគេក៏មកឈរមើលសប្បាយដែរទៅខ្ញុំនេះរៀងនៅឆ្ងាយដែរក៏ឈ្នះទៅលេងគេដែរជិះទៅតាមផ្លូវសួរគេសួរឯងមកពីព្រោះអីដែរស្គាល់វត្តលកាអញ្ចឹងទៅតាមផ្លូវសួរគេតាំងពីស្ពានអូត្រាក់ជីដល់ហួរពីស្ពានអូត្រាក់រួចបត់មកវិញមកតាមផ្លូវនរេអញ្ចឹងក៏សួរគាត់តាមផ្លូវបដាទៅនេះគេលេងមកដល់ក្នុងជ្រុងនេះឯងបងប្អូនអូត្រពូមកស្វាគមន៍មួយគប់ទឹកអ្នកលក់បាយឆាកុងតឺន័រអ្នកលក់បាយឆាកុងតឺន័រម្ដុំลูกស្រី3នាក់ឥឡូវគេវាយកន្លែងស្រី3នាក់ចោលហើយសប្បាយនេះលេងដល់កន្លែងជ្រុងនេះបងប្អូន
ចឹងលេងបានមួយជ្រុងនឹងស្មើនេះខ្ញុំទៅដល់ប្រហែលជាម៉ោង2ជាងគេលេងដល់ម៉ោង5มันគេឈប់តែលឺរាល់ដងគេលេងដល់ប្រលប់តែឆ្នាំនេះឈប់លឿនម៉ោង5ក៏ស្ងាត់មនុស្សណាហើយក៏សូមអរគុណដែរបងប្អូននៅខាងហ្នឹងរូរីរាក់ទាក់ឃើញយើងថតចឹងក៏គាត់ចេញស្ទាយគ្រប់គ្នានេះហើយខ្ញុំក៏ដើរត្រឡប់ទៅវិញដែរទៅថតកន្លែងមនុស្សច្រើនកន្លែងលគូហ្នឹងមនុស្សច្រើនមានមនុស្សច្រើនមូលហេតុដោយសារបងប្អូនហ្នឹងមកបិទផ្លូវមកដើរមកមុខទៅមកជុំលេងកន្លែងហ្នឹងព្រោះកន្លែងហ្នឹងគាត់ចាក់បាសចឹងនាំគ្នាលេងកន្លែងហ្នឹងមនុស្សរឿងច្រើនហើយក៏មាននៅស្មាននេះនៅមានបាសមកបន្តទៀតនេះជាវីដេអូទី1ហើយក៏ដូចនៅមានវីដេអូទី2សម្រាប់បងប្អូនទស្សនាបន្តដែរតែវីដេអូទី1នេះមនុស្សរៀងនៅតិចជាងវីដេអូទី2វីដេអូទី2មនុស្សច្រើនជាងនេះបងប្អូនហើយវីដេអូទី2សម្ផស្សនៅថ្ងៃស្អែកនេះមើលមុខសាក់លាក់តាមពិតខ្ញុំអត់សូវជាប៉ិនចូលសលេងទេដោយសារខ្ញុំថតទៅសលេងលឺសូរ៉ែខ្លាំងពេកអញ្ចឹងខ្ញុំក៏រៀនបញ្ចូលសលេងទៅបងប្អូនហើយក៏ដូចជាអធិស្ឋានដែរបើសិនជាមានសេចក្តីលើលុះឬក៏ខ្វះខាតត្រង់ណាអីដល់ពេលមកមើលវីដេអូខ្លួនឯងកាមេរ៉ាថតដូចរៀងរ៉េច្រើនហើយរៀងលឿនហើយខ្ញុំក៏សូមខន្តីឲ្យទៅទោសវីដេអូក្រោយខ្ញុំនឹងខំប្រឹកព្រៀងដើម្បីធ្វើវីដេអូល្អៗហើយនឹងស្អាតសម្រាប់ពុកម៉ែបងប្អូនចូលទស្សនាវីដេអូហើយក៏សូមអរគុណពុកម៉ែបងប្អូនដែលចូលទស្សនាវីដេអូមួយនេះជាពិសេសកុំភ្លេចជួយ like comment ហើយនិង subscribe វីដេអូមួយនេះផងដែលជាកម្លាំងចិត្តកម្លាំងបេះដូងដើម្បីធ្វើវីដេអូថ្មីសម្រាប់ឲ្យបងប្អូនទស្សនាវីដេអូថ្មីតទៀតបងប្អូនសូមអរគុណសូមជម្រាបលា